ចំពុក21លូកាចំពុក21នោះទ្រង់ក្រឡេកព្រះនេត្រតទៅឃើញពួកអ្នកមានកំពុងតែដាក់ប្រាក់ដង្វាយក្នុងឃ្លាំងទ្រង់ក៏ឃើញស្រីមេម៉ាយក្រម្នាក់ដាក់ថ្វាយតែពីស្លឹងគត់រួចទ្រង់មានបន្ទូលថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាស្រីមេម៉ាយតក្រនេះបានដាក់ដង្វាយលើជាងគេទាំងអស់ត្បិតអ្នកទាំងនោះសុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយតែឯស្ត្រីនេះនាងបានយកពីសេចក្តីកំសត់របស់ខ្លួនមកថ្វាយវិញគឺនាងបានថ្វាយរបស់ទាំងប៉ុន្មានដែលមានសម្រាប់នឹងចិញ្ចឹមជីវិតខ្លួនផងកាលអ្នកខ្លះកំពុងតែនិយាយពីព្រះវិហារដែលធ្វើនឹងថ្មយ៉ាងល្អហើយតាក់តែងដោយដង្វាយទាំងប៉ុន្មាននោះទ្រង់មានបន្ទូលថាឯរបស់ទាំងនេះដែលអ្នករាល់គ្នាកំពុងតែមើលនោះនឹងមានថ្ងៃមកដល់ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀតឥតត្រូវទម្លាក់ចុះនោះទេនោះគេទូលសួរទ្រង់ថាលោកគ្រូតើកាលណាការទាំងនេះនឹងកើតឡើងតើមានទីសម្គាល់ណាឲ្យដឹងក្នុងកាលដែលការទាំងនេះជិតមកដល់ទ្រង់មានបន្ទូលថាចូលប្រយ័ត្នក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាមកវិញត្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថាគឺខ្ញុំនេះហើយក៏នឹងថាវេលាជិតដល់ហើយដូច្នេះកុំឲ្យទៅតាមគេឡើយកាលណាអ្នករាល់គ្នាឮនិយាយពីចម្បាំងនឹងចលាចលនោះកុំឲ្យភ័យស្លន់ឡើយត្បិតការទាំងនោះត្រូវតែមកជាមុនតែនោះពុំទាន់ដល់ចុងបំផុតជាឆាប់ម្ល៉េះទេទ្រង់ក៏មានបន្ទូលទៅគេថាសាសមួយនឹងលើគ្នាទាស់នឹងសាសមួយហើយនគរមួយទាស់នឹងនគរមួយក៏នឹងមានកក្រៅដីជាខ្លាំងនិងអំណត់ហើយអាសន្នរងនៅកន្លែងផ្សេងទាំងមានហេតុនាំឲ្យភ័យនិងទីសម្គាល់យ៉ាងធំពីលើមេផងតែមុនការទាំងនោះគេនឹងចាប់អ្នករាល់គ្នាធ្វើទុកបញ្ជូនទៅសាលាប្រជុំហើយដាក់គុកព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្ដេចនិងចៅហ្វាយខេត្តដោយព្រោះឈ្មោះខ្ញុំផងប៉ុន្តែការនោះនឹងត្រឡប់ប្រែជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្តវិញដូច្នេះចូលសម្រេចក្នុងចិត្តថាអ្នករាល់គ្នានឹងមិនគិតជាមុនអំពីពាក្យដែលត្រូវដោះសារទេត្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្មីមាត់ហើយនឹងប្រាជ្ញាវិញតែពួកអ្នកតតាំងអាចនឹងឆ្លើយឆ្លងឬទៅតឹងទាស់បានឡើយប៉ុន្តែទូទាំងឪពុកម្ដាយបងប្អូនញាតិសន្តានហើយមិត្តសម្លាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នាហើយនឹងសម្លាប់អ្នករាល់គ្នាខ្លះដែរមនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំតែសំបីសក់មួយសរសៃលើក្បាលអ្នករាល់គ្នាក៏មិនត្រូវវិនិច្ឆ័យបាត់ផងអ្នករាល់គ្នានឹងបានជីវិតគង់នៅវិញដោយមានចិត្តខ្ជាប់ខ្ជួនប៉ុន្តែកាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិមនោះត្រូវឲ្យដឹងថាសេចក្តីហិនវិនិច្ឆ័យនៃក្រុងនោះជិតដល់ហើយគ្រានោះត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំហើយពួកអ្នកនៅកណ្ដាលទីក្រុងត្រូវរត់ចេញទៅឲ្យផុតក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែចូលទៅក្នុងទីក្រុងឡើយត្បិតគ្រានោះជាគ្រាសងសឹកដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមកឯពួកស្រីដែលមានផ្ទៃពោះហើយពួកដែលបំបើកូននៅគ្រានោះនឹងវេទនាណាស់ត្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុកហើយនឹងសេចក្តីក្រោធដល់បណ្ដាជននេះគេនឹងដួលនៅក្រោមមុខដាវហើយនឹងត្រូវដឹកនាំទៅជាឆ្លើយដល់អស់ទាំងនគរក្រុងយេរូសាឡិមនឹងត្រូវសាសដតីជន់ឈ្លីដរាបដល់គ្រារបស់សាសដតីបានសម្រេចកាលនោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យក្នុងព្រះច័ន្ទនិងក្នុងអស់ទាំងផ្កាយហើយនៅលើផែនដីនឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសនិងសេចក្តីតល់គំនិតដោយព្រោះសូរសន្ធឹករបស់សមុទ្រនិងរលកមនុស្សនឹងស្រយិតចិត្តដោយភ័យហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដីត្បិតអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើនោះគេនឹងឃើញកូនមនុស្សមកលើពពកមានទាំងព្រះចេស្តានិងសិរីល្អជាខ្លាំងកាលណាការទាំងនេះចាប់តាំងកើតមកនោះឲ្យអ្នករាល់គ្នាងើបមើលទៅលើពីព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយរួចទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចទៅគេថាចូលមើលដើមល្វានិងអស់ទាំងដើមឈើចុះកាលណាវាលាស់ឡើងនោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថារដូវក្តៅជិតដល់ហើយ
កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមកនោះត្រូវដឹងថានគរព្រះចិត្តដល់ហើយយ៉ាងដូច្នោះដែរខ្ញុំក៏ប្រាប់អ្នករាល់គ្នាជាប្រកាសថាមនុស្សដំណរនេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយតតែគ្រប់ការទាំងនេះបានកើតមកឯផ្ទៃមេឃនិងផែនដីនោះនឹងកន្លងបាត់ទៅតែឯពាក្យខ្ញុំមិនដែលកន្លងបាត់ឡើយចូលអ្នករាល់គ្នាប្រយ័ត្នខ្លួនក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនៅសេចក្តីវក់និងស៊ីផឹកហើយនឹងសេចក្តីខ្វល់ខ្វាយនៅជីវិតនោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាមត្បិតថ្ងៃនោះនឹងមកដូចជាលុបគ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដីដូច្នេះចូលចាំយើងចុះហើយអធិដ្ឋានជានិច្ចដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមកហើយឲ្យបានឈរនៅមុខកូនមនុស្សផងនៅពេលថ្ងៃទ្រង់តែងបង្រៀនក្នុងព្រះវិហារលុះដល់ពេលយប់ទ្រង់តែងតែយាងចេញទៅស្នាក់នៅលើភ្នំដែលហៅថាភ្នំដើមអូលីវព្រលឹមឡើងបណ្ដាជនក៏មកស្ដាប់ទ្រង់នៅក្នុងព្រះវិហារជានិច្ច